nào lâu con mơ màu khúc ong máu cho một tò mày riêng dưỡng nè lâu riêng mày riêng đi cà phê cho lạnh muốn lục ru vậy em phải caro nằm lại Victor mình chẳng ấy nè Program. nó không mày riêng đi giờ riêng em phải provide Victor rồi mùi tiết cái mình hao tha provide Victor coi chúng ta provide ăn cót nó không lùm hò nè provide ăn cót nó không lùm hò hay rồi có provide Victor đi cứ admin này khó fly em phải mày riêng đại dương riêng em phải trừ sợi plong đấy គ្រាន់តែទ្រឹស្ដីប្លង់វាមានតែ x និង y មេរៀននេះវាមានទាំង z មួយទៀតអញ្ចឹងពីមុនវាមាន8 x 2ឥឡូវវារៀនដល់3អញ្ចឹងគ្រាន់តែជំនួស1 2 1 3ប៉ុណ្្នឹងទេករណីគឺប្រើដូចគ្នាឃើញណាហើយយើងចំណាំកាលណាបើគេសរសេរចេះគឺប្រវែងកត់បើគេសរសេរចេះគេអានថា norm នៃ vector ណា Norm. norm នៃ vector ប្រើពាក្យថា norm នៃ vector norm នៃ vector ឬក៏ប្រវែង vector ហ្នឹងដូចតែគ្នាទេប្រវែង vector ឬក៏ប្រវែងអង្កត់ក្នុងលំហអីទិសដៅតែមួយទេអញ្ចឹងមកលោកគ្រូសេពាក្យខាងលើនេះគឺតែមួយទេឃើញណាមើលឃើញទេProgram. ណាអូខេយើងចំណាំចឹងបានអញ្ចឹងវាអត់អីខុសពីអាមេរៀនចាស់ចឹងទេគ្រាន់តែឃើញអាមុនមានត្រៃត្រឹមអ៊ីការ៉េចទេអានេះមានដល់អីមានដល់ Windows ណា Z. អឺក្រោយពីយើងចេះរូបមន្តនេះហើយយើងនឹងដឹងទ្រឹស្ដីនៅក្នុងប្លង់គឺដូចតែគ្នាទេគ្រាន់តែមួយប្រើ2ហើយមួយប្រើ3អានេះមានថែមតូតមួយទៀតណាអញ្ចឹងយើងក្រោយពីរៀនរូបមន្តនៃការប្រវែងរកអង្កត់នៅក្នុងលំហហើយមានអីលោកគ្រូឲ្យអនុវត្តយកតែម្ដងមកព្រោះរូបមន្តនេះវាអត់សាមញ្ញទេវាសិតតែមេរៀនដែលយើងរៀនហើយគ្រាន់តែបន្ថែមទៅប៉ុណ្្នឹងទេអឺបើសិនជាអានេះគឺថាចុះលោកគ្រូបើដាក់មួយណាមុនមួយក្រោយបានទេបានដូចគ្នាដូចយើងរៀននៅក្នុងប្លង់ទេនៅក្នុងនេះវាអត់ពាក់ព័ន្ធជាមួយនឹងអីសំខាន់ទិសដៅដូចមុនទេដាក់ A មុនបើសិនជាដាក់ខាង A មុន A មុនទាំងអស់បើ B មុន B មុនទាំងអស់ហើយគឺគណនាទៅឃើញចម្លើយដូចតែដូចតែគ្នាទេឃើញណាហើយប្រសិនបើមួយទៀតប្រវែង vector នេះបើសិនគេអត់ប្រាប់ចំនួនទេគេអត់ប្រាប់ចំណុច1ចំណុច2ទេតែគេប្រាប់តម្លៃ vector មាន coordinate វាស្រាប់តែម្ដងអានេះលោកគ្រូសេឲ្យមើលថាបើមាន coordinate ស្រាប់គ្រាន់តែយក coordinate ហ្នឹងមកលើកជាការ៉េជាការស្រេចមិនចាំរកទៀតទេនេះគ្រូសរសេរឲ្យនេះគឺក្នុងករណីដែលគេប្រាប់ជាចំណុចអញ្ចឹងជាចំណុចហ្នឹងបង្កើតបានជា vector ដែលមាន coordinate របស់ vector ដែលលោកគ្រូសេបង្ហាញកាលពីវីដេអូមុនហ្នឹងនេះអញ្ចឹងហើយបន្តមកទៀតគឺអីណាគឺយើងរកអីគេរកចម្ងាយ Provide. វេកទ័រគាត់យកអាហ្នឹងមកលើកជាការ៉េជាការស្រេចបូកជាគ្នាហ្នឹងក៏លឿនដែរហ្នឹងក្នុងករណីដែលគេប្រាប់វេកទ័រតែម្ដងតែក្នុងលំហាត់នេះលោកគ្រូបង្រៀនឲ្យចេះតាំងពីចំណុចមកអញ្ចឹងចំណុចបង្កើតវេកទ័រណាហើយវេកទ័រហ្នឹងបង្កើតចម្ងាយរបស់វេកទ័រអញ្ចឹងមានន័យថានេះគេគណនាឲ្យស្រេចហ្នឹងបានយកមកគណនាហើយបើសិនចាំបើមិនចង់គណនាចឹងបានតែគ្រូអញ្ចឹងតែជំនួស coordinate ចូលមក coordinate ចំណុចមួយមួយចូលមកអញ្ចឹងមកឃើញណា Program. អូខេបើឃើញហើយយើងចាប់ដើមមករៀនលំហាត់អនុវត្តមកអញ្ចឹងគេឲ្យចំណុច A B C D ណានេះ A B C D គឺលោកគ្រូច្រើនប្រើ coordinate ដដែលអានេះគឺគ្រូប្រើពីមុនមកហើយតែនឹងដដែលហើយណាលោកគ្រូមិនសូវដូរលេខទេដើម្បីកុំឲ្យបាក់គណនាអញ្ចឹងលោកគ្រូ And ឲ្យ base. រោចម្ងាយតែ3ទេគឺគ្រូឲ្យរោតែ AB AC និង BC ឃើញទេ Base. ណាអញ្ចឹងក្រោយពីយើងបានដឹងរូបមន្តវាហើយអញ្ចឹងគឺយើងគ្រាន់តែក្បួនវាធម្មតាគឺនៅទ្យាគេអត់ចោលពាក្យរូបមន្តទេអញ្ចឹងយើងតាមរូបមន្តមកណាតាមរូបមន្តគឺ AB មុនអញ្ចឹងមានន័យថា norm នៃ vector AB អញ្ចឹងយើងយក coordinate នៃចំណុច AB មកជំនួសចូលមកនេះ coordinate របស់វានេះតាមវិធីលំហាត់ណាអញ្ចឹងយើងជំនួសចូលមកអានេះគឺប្រាប់ថាអានេះជាករណីយើងដឹង vector អញ្ចឹងលោកគ្រូឲ្យមកទាំងអស់តែម្ដងណាដូចតែគ្នាទេតែនេះគឺគ្រូឲ្យជាតម្លៃ vector ស្រាប់ឲ្យដឹងថាបើសិនជាគេមិនប្រាប់ចំណុចលំហាត់ខ្លះគេប្រាប់តែ vector យើងរកតាម vector មកណាជំនួសចូលមកនេះឃើញហ្នឹងឃើញហើយណៅ Program. អូខេអានេះឃើញហើយនេះគឺយើងយកតែចំនួនក្នុង vector ហ្នឹងណា1ឃើញទេ3ហ៎ដក2គឺដក2ហ៎
អាហ្នឹងvâng, ចឹងមានន័យថាអគ្គនាលេខហ្នឹងក៏ឃើញអាហ្នឹងដូចតែគ្នាទេតែលោកគ្រូដាក់មកនេះចង់បង្ហាញថាកាលណាបើគេឲ្យជាចំណុចយើងគណនាចំណុចមកតែបើសិនគេស្គាល់តែ vector ទៅទេដូចលំហាត់នេះចឹងដូចឧទាហរណ៍នេះគេស្គាល់តែ vector នេះទៅទេយើងរកតាមរបៀបឲ្យ vector ទៅទេគឺយក coordinate របស់វាមកជំនួសចូលក្នុង radical ជាការស្រេចឃើញណាបង vâng, vâng, ណាដូចតែគ្នាទេណាអញ្ចឹងយើងរៀនចេះទាំងពីរហ្នឹងមកទាំងករណីស្គាល់ចំណុចទាំងករណីស្គាល់ vector ព្រោះភាគច្រើនលំហាត់គេមិនសូវប្រាប់ចំណុចទេណាគេច្រើនប្រាប់vector តែវាអត់ទៀងណាចាំមើលយើងរៀនដល់លំហាត់អនុវត្តដែលធ្លាប់ចេញបាក់ឌុបទៅ4 5លំហាត់យើងយល់ហើយចឹងបានលោកគ្រូបង្រៀននេះគឺគ្រូចង់បានតែវីដេអូមួយគឺមួយចំណុចអត់ចង់ឲ្យលោកឡងគ្នាទេណាអូខេទោះបីវីដេអូខ្លីក្តីវីដេអូវែងក្តីទៅស្រាកទៅតាមណាខ្លឹមសារមេរៀនពេលនេះយើងឃើញថាស្មើ14អញ្ចឹងយើងដឹងហើយថាប្រវែងជាអីឯកតាប្រចម្ងាយគឺឯកតាប្រវែងណាតោះហ្នឹង vâng, vâng, អូខេអញ្ចឹងចំណុច AC ក៏ដូចគ្នាដែរក៏ដូច AB ដែរអញ្ចឹង AC នេះលោកគ្រូប្រាប់ទាំងករណីអីករណីជាចំណុចនិងករណីជា vector អញ្ចឹងការចំនួនគឺដូចតែគ្នាទេណាអូខេអត់អីទេតែមួយហ្នឹងយល់ទាំងអស់ហើយណាតែគឺត្រូវបង្ហាត់ខ្លឹមសារហ្នឹងទាំង3ហ្នឹងឲ្យអស់សិនណានេះជាចម្ងាយ AC ចម្ងាយ BC នេះករណីជាអីករណីជាចំណុចអានេះករណីជា vector គ្រូណូតឲ្យចាំហើយណាដល់ពេលចប់មេរៀនពេលគ្រូផ្ញើមេរៀនទៅក៏យើងដឹងថាណូតគ្រូណូតឲ្យមកស្រេចហើយអញ្ចឹងយើងឃើញថាប្រវែង ABAC និង BC រកឃើញអស់ហើយណាកូន vâng, vâng, ណាជួនកាលគេប្រើទ្រឹស្ដីប្រវែងអង្កត់នៅក្នុងលំហនេះដើម្បីបង្ហាញរាងអីមួយក៏មានដែរហើយករណីនេះលោកគ្រូបានធ្លាប់បង្ហាញសិក្សាភាសានៅក្នុងមេរៀនអីមេរៀនកោនិកទី1គឺសមីការបន្ទាន់មិនចឹងអីណា nói ណារៀនហើយមហាញរៀងអញ្ចឹងលោកគ្រូគាត់នៅចង់បញ្ជាក់ថាពួកអានេះវាអាចពាក់ព័ន្ធមួយមេរៀនក្រោយណាគ្រូចង់បង្ហាញថាជួនកាលលំហាត់ខ្លះគេឲ្យប្រវែងអង្កត់ទាំង3គេឲ្យបញ្ជាក់រៀងអញ្ចឹងដើម្បីបញ្ជាក់រៀងលោកគ្រូធ្លាប់បង្រៀនហើយមាន3ករណីបើសិនជាអង្កត់ទាំង3ហ្នឹងមិនស្មើគ្នាទេវាអាចជាត្រិកោណសាមញ្ញឬក៏ត្រិកោណកែងបើករណីត្រិកោណកែងកាលណាវាមាន2លើកជាការ៉េបូកស្មើនឹងការ៉េដូចគ្នាចេះវាទៅជាករណីត្រិកោណកែងដោយលំហាត់នេះយើងឃើញថា AB ការ៉េបូកឲ្យ AC ការ៉េវាស្មើបានវាស្មើ B BC ការ៉េ ok, ណាអញ្ចឹង rồi, ដូច្នេះវាជាករណីត្រីកោណកែងឃើញទេកូនកែងត្រង់ណាគឺកែងត្រង់ A នេះកែងត្រង់ A នេះពួកអក្សរនេះវាត្រួតគ្នាណាអញ្ចឹងវាជាត្រីកោណកែងត្រង់ A ឃើញណាvâng, vâng, ហើយចុះប្រសិនបើគេឲ្យរកប្រវែងទាំង3តែមានប្រវែង2ស្មើគ្នានោះមានន័យថាវាជាត្រីកោណអី vâng, vì អ sao ត់ nó សំ đây căng សំបាទចឹងហើយអូន xong ណាចុះបើសិនជាជ្រុងទាំង3នឹងវាស្មើគ្នាត្រី đây កោណ căng xong តំណាំងណាអញ្ចឹងវា vâng, ក្នុងទ្រឹស្ដីលំហនេះក៏អាចមានករណីសិក្សាដូចគ្នាក្នុងទ្រឹស្ដីប្លង់ដែរអញ្ចឹងយើងរៀនអស់ចឹងមកអញ្ចឹងបានលោកគ្រូដាក់ដល់3ចំណុចហ្នឹងតែលំហាត់ភាគច្រើនលោកគ្រូប្រើអក្សរអណ្ដើរដើម្បីកុំឲ្យយើងពិបាកកណនាណាអញ្ចឹងយើងយល់ទៅខ្លឹមសារមួយហ្នឹងទោះបីឲ្យចេញរបៀបមិនក៏អាចរកឃើញដែរតែបានលោកគ្រូថាមិនសូវដូរលេខដើម្បីកុំឲ្យពិបាកញ៉ៃញ៉ៃក្នុងការគិតតោះណាអញ្ចឹង vâng, vâng, ទាំងនេះគឺជាទ្រឹស្ដីនៃការរកប្រវែងអង្កត់និងទ្រឹស្ដីបង្ហាញរាងមួយនៅក្នុងប្លង់អូខេហ្នឹងគេថាបង្ហាញរាងនៅក្នុងប្លង់អញ្ចឹងក្នុងលំហមួយវាមានប្លង់ច្រើនអត់ដូចយើងសិក្សាប្លង់ទេសិក្សាប្លង់ទ្រឹស្ដីcoordinate axis ordinate នេះវាមានតែប្លង់តែមួយទេណាអូខេណាអញ្ចឹងណាចប់វីដេអូរឿងមេរៀនហ្នឹងមកចូលមេរៀនថ្មី